តាមមិត្តភក្តិដែលយើងទុកចិត្តខ្សែគប់រាល់ថ្ងៃហ្នឹងយើងទុកចិត្តបានអត់អូខេអញ្ចឹងមាន3ស្លឹកហើយហឺស្លឹកទី1ស្លឹកទី2ហើយជាមួយនឹងស្លឹកទី3សម្រាប់អ្នកដែលគាត់ហឺបានស្លឹកមួយណាហើយអញ្ចឹងយើងត្រូវស្ដាប់ចម្លើយទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់អ្នកដែលគាត់ហឺស្លឹកទី1មក3ស្លឹកបាន The Fool Two of Cups ហើយ Four of Wands អីចឹងណានិយាយទៅចង់ប្រាប់ថាបើអ្នកទាំងអស់គ្នាកំពុងតែនៅខ្សែគប់ជាមួយក្រុមមិត្តភក្តិហ្នឹងរាល់ថ្ងៃអញ្ចឹងណាប្រាប់ហ្មងថាគួរតែរក្សាទំនាក់ទំនងហ្នឹងឲ្យបានល្អទៅព្រោះ The Fool មក Two of Cups មកហ្នឹងគឺมันងាយរកបានទំនាក់ទំនងមិត្តភក្តិណាដែលអញ្ចឹងទៀតទេណាគឺមិត្តភក្តិដែលយើងអាចទុកចិត្តបាននិយាយរឿងក្នុងចិត្តដឹងរឿងគ្នាទៅវិញទៅមកសឹងតាលក្ខណៈថាអ្នកផ្ទះយើងឬក៏គ្រួសារយើងដឹងអត់ដឹងរឿងសម្ងាត់យើងលក្ខណៈថាអត់ស្មើនឹងពួកគាត់ណាព្រោះអីដឹងរឿងពីគ្នាទៅវិញទៅមកហ្មងហើយមួយទៀតនិយាយបានថាឈប់ខ្សែគប់គ្នាអត់បានទេព្រោះអីខ្លាចរឿងសម្ងាត់បែកធ្លាយវាដឹងច្រើនពេកអញ្ចឹងណាហើយ The Fool មក Two of Cups មកហ្នឹងគឺអាចពឹងពាក់គ្នាទៅវិញទៅមកបាននៅថ្ងៃអនាគតឬក៏អីចឹងបាច់ដល់អនាគតលក្ខណៈថាបើយើងមានបញ្ហាមានការលំបាកណាមួយអីចឹងណាពឹងពាក់គ្នាជួយគ្នាបានរឿងរបស់លុយកាក់ឬភាសាជួយជាកម្លាំងអីគឺបានទាំងអស់អញ្ចឹងណែនាំឲ្យអ្នកនរគ្នាដែលហៅស្លឹកទី1ហ្នឹងគឺខ្សែគប់មិត្តភក្តិឥឡូវហ្នឹងបន្តទៅមុខទៀតឲ្យបានគង់វង្សយូរអង្វែងអូខេអញ្ចឹងសម្រាប់អ្នកដែលគាត់ហឺស្លឹកទី2 B ចង់ប្រាប់ថាឲ្យអ្នកទាំងអស់គ្នាសាកគិតពិចារណាមើលម្ដងទៀតមើលថាតើមនុស្សដែលយើងស្វែបគប់រាល់ថ្ងៃហ្នឹងឬក៏មិត្តភក្តិរាល់ថ្ងៃហ្នឹងគេល្អមួយយើងអត់ឬក៏មិនដែរអញ្ចឹងណាព្រោះអីតាមជើងលេខហ្នឹងគឺមានអារម្មណ៍ថាចូលមកដើម្បីតែផលប្រយោជន៍មិនដឹងលក្ខណៈថាចង់បាននេះបាននោះពឹងនេះពឹងនោះពីយើងអញ្ចឹងណាសារតែយើងទៅសុំវិញមកបើបានហើយមួយទៀតហ្នឹងអូយនៅមុខហ្នឹងគឺអាចនឹងនិយាយផ្អែមនិយាយល្អធ្វើនេះធ្វើនោះអញ្ចឹងណាតែក្រោយខ្នងវិញអូយនិយាយដើមឲ្យឈ្ងុយបញ្ហាឬក៏អីហ្នឹងអានេះគឺប្រាប់ហ្មងថាមិនបាច់ប្រាប់រឿងក្នុងចិត្តឬក៏រឿងណាមួយឲ្យដឹងឯងព្រោះប្រាប់ចោះប្រាប់ឡើងអាចជាចំណុចខ្សោយគេយកមកធ្វើបាបយើងវិញអញ្ចឹងណាអានេះគ្រាន់ឲ្យគិតពិចារណាថាបើមិត្តភក្តិអញ្ចឹងគួរគិតគូរទៅថាគួរខ្សែផ្សុកគប់បន្តទៀតអត់មិនដឹងថាចំណេញឬក៏ខាតទេអញ្ចឹងស៊ីសោះលើអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាហឺបែបណាអញ្ចឹងណាអូខេអញ្ចឹងយើងមកបន្តមើលសម្រាប់អ្នកដែលគាត់ហឺស្លឹកទី3វាប្រាប់ថាការប៉ះទៅមិត្តភក្តិដែលយើងខ្សែគប់ឥឡូវហ្នឹងគឺអាចនឹងខ្សែគប់បន្តបានអញ្ចឹងជាកល្យាណមិត្តជាកល្យាណីអញ្ចឹងទៅព្រោះអីមើលទៅជើងបៀនហ្នឹងគឺពួកគាត់ឆ្លងកាត់ទុកលំបាកមួយយើងមកតាំងពីយូរហើយឯអ្នកដែលហឺស្លឹកទី3នេះសុំសួរលក្ខណៈថាអាចនឹងស្គាល់គ្នាតាំងពីក្មេងមកស្គាល់គ្នាច្រើនឆ្នាំហើយឬក៏អីចឹងណាឬក៏ក្នុងន័យមួយទៀតហ្នឹងគឺអាចនឹងតំស្គាល់គ្នាតែគ្រាន់តែ feeling អាភាពចិត្តស្និទ្ធហ្នឹងវាលឿនណាវាដូចយើងស្គាល់គ្នាមក10ឆ្នាំហើយអីចឹងណាប្រាប់រឿងក្នុងចិត្តបាននិយាយទៅពិបាកចិត្តអីនិយាយប្រាប់គ្នាបានឬក៏អីចឹងប្របគ្នាទៅដើរលេងនោះនេះសុំសួរអ្នកខ្លះហ្នឹងគឺស្និទ្ធដល់ថ្នាក់លក្ខណៈថាយើងទៅស្គាល់គ្រួសារមិត្តភក្តិក៏ស្គាល់អ្នកក្រុមគ្រួសារយើងឬក៏អីចឹងណាមិត្តភក្តិដែលយើងខ្សែគប់រាល់ថ្ងៃហ្នឹងសម្រាប់អ្នកហឺស្លឹកទី3គឺអាចនឹងខ្សែ